បាទសូមថ្លែងអំណរគុណដល់បងប្រុសដែនពុទ្ធនិងតាយាជាមួយនឹងអ្នកគ្រូសុភ័ណ្ឌបាទដែលគាត់បានឧបត្ថម្ភបាទមូលនិធិតាមសហព័ន្ធយុវជនបូជាការពារយុត្តិធម៌អញ្ចឹងចំនួន$300សម្រាប់ទិញកន្លងទឹកជូនបងប្អូននៅតាមបណ្ដោយព្រំដែនបាទនៅក្នុងទីដៅខេត្តព្រះវិហារឥឡូវនេះយើងក្នុងហ្នឹងគឺយើងបាន order មកដែរបាទកន្លងមួយ$2ចឹងគាត់ឲ្យ$300បាទ$300ឥឡូវនេះយើងកំពុងតែបញ្ជូនទៅខាងមុខហើយបាទទៅដាក់ទៅថ្ងៃនេះហ្មងទៅទិសទៅព្រះវិហារបាទឲ្យកងទ័ពយើងនៅតាមព្រំដែនឲ្យយើងចាញ់រាល់ថ្ងៃបាទចាញ់រាល់ថ្ងៃមួយថ្ងៃគឺ1000ភូមិជាងបាទនឹងមានជាមួយនឹងបន្លែសាច់ហើយនឹងពូជស្បៀងជាច្រើនបាទបាទប៉ុន្តែយើងមិនមែនចេញតែមួយថ្ងៃនេះហើយក្នុងមួយថ្ងៃយើងអាចចេញ4-5ជើងក៏មានតាមអ្វីដែលយើងធ្វើបានបញ្ជូនទៅតែកងទ័ពជួមុខយើងមកហើយសិនតែគ្រប់តំបន់យើងមិនតំបន់នេះបងណាសិនតែគ្រប់តំបន់ហើយអរគុណបងដែលចូលជាមូលនិធិ$300សម្រាប់កដុំទឹកក៏ដូចជាស្បៀងផ្សេងៗដែលយើងដាក់តាមការចាត់ចែងបងណាបងក្រុមសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ណាបងណាបាទសូមអរគុណសូមជូនពរបងហើយនិងបងស្រីបងអ្នកគ្រូសុភ័ណ្ឌបាទសូមជូនពរសុខភាពល្អបាទគាត់ទីតបជួក្រោយតែគាត់មានទឹកចិត្តផ្ដួលផ្ដើមបាទផ្ដួលផ្ដើមដើម្បីលើកទឹកចិត្តកងទ័ពជួមុខបាទ